bạn xôm chùm rịp số đó bóng ôn tầng ngọt đấy bạn ngàyนี้គឺខ្ញុំលើកជាប្រធានបទមួយដែលតាក់ទងជាមួយនឹងព្រះពុទ្ធសាសនាដដែលប៉ុន្តែគឺចង់មកបង្ហាញដល់បងប្អូនថានៅពេលដែលខ្ញុំស្ដាប់នៅក្នុងធម៌ហើយបានយល់បានន័យថាពេលដែលស្ដាប់ធម៌យល់ហើយតែជួយអ្វីខ្លះដល់បងប្អូនក៏ដូចជាដល់ខ្ញុំអីចឹងណានៅពេលដែលស្ដាប់យល់តើរវាងការយល់ធម៌ហ្នឹងមានលក្ខណៈបែបម៉េចឬមួយក៏បានជួយអ្វីខ្លះបានយើងគិតថាអូធម៌ល្អអញ្ចឹងទៅពេលដែលប្រាប់បងប្អូនថាយល់កន្លែងនេះទៅល្អឬមួយក៏ស្ដាប់កន្លែងនេះទៅព្រោះបានផ្ដល់ជាប្រយោជន៍អីខ្លះដល់បងប្អូនឬមួយក៏ដូចជាខ្ញុំអញ្ចឹងកន្លែងនេះគឺចង់លើកមកដើម្បីបង្ហាញបងប្អូនថាតើនៅពេលដែលបងប្អូនស្ដាប់ហើយតើផ្ដល់ជាប្រយោជន៍ដល់បងប្អូនអត់អញ្ចឹងណាចឹងកន្លែងនេះគឺសម្រាប់ខ្ញុំគឺផ្ដល់ជាប្រយោជន៍ដល់ច្រើននៅពេលដែលស្ដាប់យល់ហើយបានន័យថាកាត់បន្ថយនៅសេចក្តីទុក្ខផ្លូវចិត្តក៏ដូចជាកាត់បន្ថយនៅការពិចារណារញ៉េរញ៉ៃដែលបងប្អូនតែងតែគិតថា stress ឬមួយក៏បញ្ហាដ៏ច្រើនចឹងកន្លែងនេះគឺចង់បញ្ជាក់បងប្អូនថាព្រះអង្គសម្ដែងអំពីការសោយនៅអារម្មណ៍អញ្ចឹងការសោយអារម្មណ៍កន្លែងនេះគឺចង់បញ្ជាក់បងប្អូនទៀតថាដំបូងឡើយបងប្អូនធ្លាប់បានឮពាក្យថាទុក្ខំអនិច្ចំឬមួយក៏អនត្តាប៉ុន្តែក្នុងន័យកន្លែងនេះគឺចង់លើកតែមួយទេគឺទុក្ខំដើម្បីបង្ហាញដល់បងប្អូនថាទុក្ខំកន្លែងនេះបងប្អូនឮតែប៉ុណ្ណឹងអាចគិតថាអូជីវិតនេះជាទុក្ខឬមួយក៏ជីវិតនេះពិបាកអីយ៉ាងទៅប៉ុន្តែទុក្ខំក្នុងកន្លែងនេះគឺជាការប្រែប្រួលបានន័យថាប្រែប្រួលនៅការសោយអារម្មណ៍អញ្ចឹងបងប្អូនឆ្ងល់ទៀតស្អីគេអារម្មណ៍ហើយស្អីគេប្រែប្រួលទៀតអញ្ចឹងគឺការប្រែប្រួលនៅអារម្មណ៍កន្លែងនេះគឺឧទាហរណ៍ថាបងប្អូនរាល់ថ្ងៃហ្នឹងខ្ញុំក៏ដោយបងប្អូនក៏ដោយការសោយអារម្មណ៍របស់មនុស្សទូទៅគឺមានតែ3ទេបងប្អូនគឺការសោយអារម្មណ៍ជាទុក្ខបានន័យថាពិបាកកាយឬមួយក៏ពិបាកចិត្តមួយទៀតការសោយអារម្មណ៍ជាសុខបានន័យថាសុខវេទនាលោកប្រើពាក្យថាសុខវេទនាសบายកាយឬមួយក៏សบายចិត្តមួយទៀតគឺឧបេក្ខាវេទនាឬមួយក៏អទុក្ខមសុខវេទនាបានន័យថាមិនសบายកាយឬមួយក៏មិនសบายចិត្តបានន័យថាធម្មតាអញ្ចឹងខ្ញុំជឿថាបងប្អូនជួបប្រសពហើយបានន័យថាធ្លាប់ជួបទាំងអស់ទាំងពិបាកកាយឬមួយក៏ពិបាកចិត្តទាំងសบายកាយឬមួយក៏សบายចិត្តឬមួយក៏ទាំងដែលពេលខ្លះបងប្អូនបានសង្កេតមើលគឺធម្មតាដូចតែមានរឿងអីកើតឡើងអញ្ចឹងទាំង3ហ្នឹងហើយគឺជាទុក្ខបានន័យថាទុក្ខខាងដែលខ្ញុំលើកមកដំបូងថាជីវិតជាទុក្ខហ្នឹងគឺការប្រែប្រួលអា3ហ្នឹងជាឧទាហរណ៍ថានៅពេលដែលបងប្អូនពិបាកកាយក្តីឬមួយក៏ពិបាកចិត្តក្តីដែលយើងគិតថាអូជីវិតខ្ញុំពិបាកណាពិបាកទាំងកាយពិបាកទាំងចិត្តតាមពិតបងប្អូនអត់ដែលសង្កេតមើលថាកំឡុងពេលដែលបងប្អូនពិបាកកាយឬមួយក៏ពិបាកចិត្តហ្នឹងគឺវាផ្លាស់ប្ដូររហូតបងប្អូនឈឺក៏ត្រូវតែជាវិញវាគ្មានឈឺណារហូតទេបងប្អូនពិបាកចិត្តក៏មានពេលខ្លះមានអ្នកនិយាយឲ្យសើចអញ្ចឹងកន្លែងនេះហើយដែលចង់បញ្ជាក់បងប្អូនថាការប្រែប្រួលនៅការសោយអារម្មណ៍បងប្អូនកើតទុក្ខកើតទៅបើបងប្អូនព្រមថាបន្តិចហ្នឹងវាបាត់ទេព្រោះធម្មតារបស់អាការសោយអារម្មណ៍ហ្នឹងគឺវាអត់តាំងនៅបានតែវាប្រែប្រួលរហូតអញ្ចឹងបងប្អូនពិបាកកាយក៏ដោយបងប្អូនពិបាកចិត្តក៏ដោយក៏វាគង់តែបាត់ទេវាបដូរមកវិញអីគេសบายកាយសบายចិត្តឬមួយក៏ធម្មតាអញ្ចឹងរវាងនៃការសោយអារម្មណ៍ទាំង3ហ្នឹងបានន័យថាទៅមកតែយើងប្រកាន់ថាចាប់វាឲ្យជាប់តើពិបាកឧទាហរណ៍ថាបងប្អូនកើតរឿងអីមួយមិនពេញចិត្តរឿងអីមួយទៅស្រាប់តែគិតថាអូជីវិតខ្ញុំពិបាកកើតទុកមិនសុខចិត្តអីចឹងទៅប៉ុន្តែអត់ទេគ្រប់យ៉ាងដែលបងប្អូនជួបគឺគង់តែផ្លាស់ប្ដូរនៅអារម្មណ៍ណាមួយដទៃទៀតប៉ុន្តែគ្រាន់តែយើងអត់បានចាប់អារម្មណ៍តែប៉ុណ្ណឹងអញ្ចឹងបើយើងព្រមឧទាហរណ៍ថាជួបទុកផ្លូវកាយឬមួយក៏ទុកផ្លូវចិត្តបើយើងព្រមថាបន្តិចហ្នឹងវាបាត់ហើយ
bị chua ca sợ bài mình chắc bây giờ chua ca sợ bái tiết các việc bạn thấy về tao chỉ thò mà đa rồi mới gặp cả tục mình chẳng bà sinh gì việc lạc đô chân là hốt hay bà bom ôn bạc can tha ọt tàu na tê năng hái chia ca bạc can là robot dường bàn tay sập hiu vậy men tén cứ việc ca prai pro sẽ đây tục là ngày bạn video này miềnกับแต่ปนังที่บอกว่าbạnออกก้นสำหรับการตุสนา